ยุคนี้เพลียงធ្លាក់មកមេធំមកបងប្អូនហើយនេះដឹងស្រាប់ហើយឲ្យតែមានភ្លៀងធ្លាក់ដឹងតែមានកង្កែបចេញឥឡូវក្បាលដំបងគឺឃើញក្តាមនឹងវាចេញមុនគេហើយបន្តមកទៀតគឺកង្កែបហើយព្រោះអីក្តាមវាអ្នកកាយរូងឲ្យចេញក្រៅហើយកង្កែបវាចេញតាមក្រោយតន់បាននឹងជួបកង្កែបផងឲ្យជួបកដោប្រេងមួយយ៉ាងធំបងប្អូនអើយបាទវាយវាមកកវ៉ាលេងមកត្រូវមែនតែនវារត់កាត់អេដមីនបាទឲ្យដេញវាយវាមកកវ៉ាលេងទៅត្រូវបាទកដោប្រេងបាទកដោប្រេងបាទមានចាំអីទៀតដាក់ក្នុងកន្ត្រកផ្លុកបាទជាមួយនឹងបងក្តាមដើរឆ្លុះកង្កែបបដើហើយទាញទូរស័ព្ទដៃយើងមកថតបដើគឺពិបាកណាបងប្អូនអើយពិបាកថងថាពេលឃើញកង្កែបរវល់តែចុចទូរស័ព្ទកង្កែបទៅណាបាត់ណាកង្កែបវានៅឆ្ងាយណាហើយយើងឆ្លងកង្កែបមិនមែនដូចឆ្លោះត្រីមើលចិត្តណាយើងមើលចម្ងាយឆ្ងាយចាប់ពី50ម៉ែត្រឡើងទៅបានឃើញវាហើយមើលឃើញហ្នឹងមិនមែនមើលឃើញកង្កែបគឺមើលឃើញភ្នែកកង្កែបព្រោះដល់ភ្នែកកង្កែបវាចាំងផ្លាតជាមួយនឹងភ្លើង7ពណ៌លឿងណាយើងមើលឃើញភ្នែកវាមកគូអញ្ចឹងទៅហើយបងប្អូនដែលធ្លាប់ឆ្លុះកង្កែបពេលយប់បានដឹងច្បាស់បាទឥឡូវបាន1-0ហើយបាទ1រៀងធំរៀងត្រឹសដែរបាទឥឡូវប្រឡាក់ពើងជាប់ដៃទៀតអូអត់តោះហ្មងកង្កែបបាទដោយសារថតឆ្ងាយពិបាកចាប់កង្កែបពេលឥឡូវយើងបានឃើញកង្កែបមួយទៀតបាននៅលើគោកបានកង្កែបហ្នឹងដោយសារកង្កែបនៅក្នុងរូងយូរពេកគ្មានអីស៊ីបាទរៀងស្កើមបន្តិចបានកង្កែបនេះអត់សូវថតទេរៀងស្កើមប៉ុន្តែមានពើងបាទនៅរវល់ថតអីយូរពេកកង្កែបលូតផ្អាត់បាត់បាទចង់ផ្អើលបាត់ហើយបាទតែទោះយ៉ាងណាក៏វាមកឲ្យវារួចដែរព្រោះដោយសារតែយូរបានជួបបាទងាយបានដល់ជួបទេបងប្អូនអើយ4-5ស្រែជួបមួយបាទកង្កែបទី2នេះក៏រៀងធំមួយយ៉ាងដែរបាទរៀងធំដែរប៉ុន្តែស្កើមអត់សូវមានអីស៊ីយ៉ាងទៅបាទដូច្នេះឥឡូវអេដមីនបានកង្កែប2កដោ1ហើយនឹងក្តាម1បងប្អូនឥឡូវបន្តមកទៀតគឺអេដមីនបានដើរទៅដល់ស្រែមួយទៀតដែលមានទឹកហើយកលេចមើលវានៅភ្នែកភ្លឹមផ្លែតបាទក៏បានឃើញកង្កែបមួយដែលនៅក្រាបអូកនៅក្បែរភ្លឺស្រែបាទអានេះរៀងធំនឹងធាត់បាទកង្កែបមេមួយទៀតបាទនេះកង្កែបទី3ដែលអេដមីនចាប់បានហើយនៅផ្សេងទៀតអេដមីនចាប់បានដោយសារតែចេញឆ្លុះដំបងអត់ដឹងឃើញកង្កែបហើយទាញទូរស័ព្ទយើងមកថតដល់វាថតហើយវាបលឹបទៅបាត់អត់ដឹងថាវានៅណារត់ឃើញបាទនិយាយថាភ្លៀងហ្នឹងមិនមែនភ្លៀងថ្ងៃដំបូងណាភ្លៀងលើកទី2ហើយអញ្ចឹងកង្កែបវារៀងដឹងជាមុនបន្តិចហើយណាមួយខែភ្លឺដែរអញ្ចឹងកង្កែបវាផ្អើលបាទឥឡូវនេះយើងបញ្ចូលកង្កែបទៅក្នុងកន្ត្រកវីតាមីនរបស់យើងហើយឥឡូវបាន3ហើយបងប្អូនបាទពេលដើរឆ្លុះក៏ជួបទៅនឹងសัตว์មួយបាទហើជុំវិញហ្នឹងវាចាញ់ភ្លើង7ណាបាទសัตว์គឺសัตว์ចាបបងប្អូនបាទសัตว์ចាបទេហើយយើងឃើញវាបាទប្រហែលវារងាហើយចាញ់ភ្លើង7អញ្ចឹងវាទៅណារួចនៅនឹងហើយអេដមីនក៏អត់ចាប់ដែរទុកក្នុងទៅអត់យើទេហើយសัตว์បាក់សីគឺឃើញភ្លើង7គឺវាអត់សូវហោះរួចទេបាទទុកក្នុងបាទដើរបន្តិចក្រោយមកបានជួបកង្កែបមួយទៀតបាទអានេះគឺនៅលើគោកដែរបាទរៀងធំអាយ៉ារៀងភ្ញាក់បន្តិចដល់បងប្អូនមើលទៅឃើញភ្នែករបស់វាក្រហមណាពេលបងប្អូនដែលអត់ដែរឆ្លងកង្កែបណាខែធ្លាក់ភ្លៀងដំបូងបងប្អូនទៅឆ្លងកង្កែបគឺអត់មើលចិត្តទេមើលឆ្ងាយបាទយើងមើលឆ្ងាយហើយបើឃើញភ្នែកវាពណ៌រៀងលឿងព្រោះវាចាំងភ្លើងជាមួយភ្លើងពណ៌លឿងតែបើរើភ្លើងពណ៌សបើយើងរើពិបាករើវាមើលអត់ឃើញទេអញ្ចឹងយើងមើលឆ្ងាយកាលណាយើងឃើញភ្នែកវាហើយក៏វា7បន្តិចវារៀងអោនអានឹងកង្កែបឲ្យទៅមើលអត់ខុសទេបាទដាក់ចូលកន្ត្រកផ្លុកបាទនៅចាំអីទៀតបាទកង្កែបទី4ហើយតាមពិតទៅបើសិនជាយើងប្រឹងឆ្លោះអាចរើបានកង្កែបច្រើនទៀតប៉ុន្តែអេដមីនរវល់ទៅថតពេកទៅបើរួចកង្កែបអស់ណាក៏វាឃើញអត់បានទៅចាប់ទេបើព្រោះក៏វាឃើញទៅរវល់ទៅទាញទូរស័ព្ទថតហ្នឹងអាចាំងពលឺភ្លើង7ខ្លួនឯងផងចាំងអាពលឺទូរស័ព្ទផងបាត់កង្កែបទៅហើយរៀបទៅផ្ទះក៏បានជួបនឹងក្តាមមួយបាទក្តាមបាទនៅហ្នឹងក៏ចាប់វាបាទក្តាមមេទៀតបាទជំរុះកូនអស់ហើយយើទៅដាក់ក្នុងកន្ត្រកទៀតបានកក្តាម2អេដមីនចេញឆ្លោះហ្នឹងម៉ោងខ្ទង់ប្រហែលជា11:12ហើយដើរយូរទៅមានអារម្មណ៍ថាយប់កាន់តែជ្រៅហើយប៉ុន្តែអត់មានអារម្មណ៍ងុយដេកទេព្រោះសប្បាយចិត្តនឹងបានឆ្លោះបាទនេះក៏ដល់យើងទៅវងមិនបន្ទាប់ពីចេញឆ្លោះហើយបាទព្រឹកឡើងគឺយើងបានចាត់ការកង្កែបហ្នឹងដើម្បីរៀបចំធ្វើម្ហូបមួយមុខឲ្យឆ្ងាញ់បាទកង្កែបរបស់យើងមាន4ហើយសិតតពងបងប្អូនហើយពេញពោះតែម្ដងបាទពងបាទម្ហូបដែលរៀបចំធ្វើថ្ងៃនេះគឺស្ងោរងាំងៅបងប្អូនបាទស្ងោរងាំងៅបាទយកកង្កែបស្ងោរងាំងៅម្ដងឲ្យឆ្ងាញ់មាត់តែម្ដងហើយធ្វើខ្លួនឯងបងប្អូនហើយចង់និយាយថាប្រុសយើងណាបើសិនជាមានប្រពន្ធហើយបើអត់ចេះធ្វើម្ហូបទេគឺចប់ហើយបាទអត់ល្អទេប៉ុន្តែបើសិនជាយើងមានប្រពន្ធចេះធ្វើម្ហូបណាប្រពន្ធប្រើឲ្យធ្វើរហូតបាទដូច្នេះក៏មិនប្រអងយូរដែរបាទត្រៀមនឹងបញ្ចេញធ្វើដៃដើម្បីធ្វើងាំងើកង្កែបឲ្យឆ្ងាញ់មាត់តែម្ដងហើយបងប្អូនអាចរៀនធ្វើតាមអេដមីន
បាទ admin ថ្ងៃហ្នឹងបញ្ចេញធ្វើដៃធ្វើម្ហូបបាទស្ងោរងាំងើបន្ទាប់ពីសម្អាតកង្កែបហើយយើងដំខ្ទឹមមាន5កំពឹសបាទដំវាហើយចិញ្ច្រាំឲ្យម៉ត់រួចរាល់ហើយដាក់គល់ក្រី3គល់ដំវាម៉ត់កាត់វាជាកង់ដាក់ភ្លើងចាក់កង្កែបចូលនៅក្នុងខ្លាញ់បំពើងវាបន្តិចកុំឲ្យឆ្អាបបងប្អូនបាទបំពើងវាទៅកុំឲ្យឆ្អាបបន្ទាប់ពីបំពើងហើយបាទយើងមកសាច់កង្កែបល្អបងប្អូនបាទនេះបាទយើងបំពើងវាឲ្យបាទរៀងឆ្អិនបន្តិចទៅហើយយើងដួសដាក់ច្រែងទុកម្ដុំសិនបាទឃើញតែប៉ុណ្្នឹងតំណើងនេះបងប្អូនបាទតំណើងឆ្ងាញ់ណាបាទបាទកង្កែបស្រែសុទ្ធបងប្អូនបាទឆ្ងាញ់ 100% បាទបន្ទាប់មកទៀតយើងបំពើងខ្ទឹមដែលយើងហាន់បាញ់មិញបាទឲ្យឈ្ងុយពេញផ្ទះតែម្ដងតែប៉ុណ្ណេះម្ហូបខ្ញុំនឹងឈ្ងុយឆ្ងាញ់ហើយបន្តមកទៀតយើងដាក់គល់ក្រីចូលស្លឹកក្រូចចូលបន្តិចកូរវាឲ្យឈ្ងុយពេញផ្ទះចាក់ទឹកស៊ីអ៊ីវចូលចាក់ទឹកត្រីបន្តិចបាទមិនដឹងចាក់ប្រមាណទេបើជាចាក់ទៅហើយភ្លក់ទៅនិយាយថាក្លិនឈ្ងុយបាទគ្រឿងទាំងអស់ហើយចាក់កង្កែបចូលហើយកូរបន្តិចបន្ទាប់មកយើងចាក់ទឹកចូលដាក់មកបោយបានហើយបើតែចង់បានទឹកច្រើនដាក់មកបោយកន្លះចុងភៅថ្មីនេះមានគ្រឿងអីដាក់គ្រឿងនឹងចូលបាទហើយភ្លេចដាក់រំដេងចូលហើយគ្របឆ្នាំងឲ្យជិតបន្តិចក្រោយមកវានឹងពុះហើយបញ្ចេញក្លិនឈ្ងុយពេញផ្ទះយើងដាក់ក្រូចណាំមុងចូលហើយពុះវាមកកណាត់ពុះក្រូចណាំមុងជា2ដើម្បីឲ្យក្លិនឈ្ងុយបន្ថែមទឹកណាំមុង3ស្លាបព្រាទៀតបើចេះតែដាក់ទៅរសជាតិយ៉ាងណាយ៉ាងណីមិនដឹងទេចាំពេលឆ្អិនចាំ admin ភ្លក់ឲ្យបើដាក់បីជែងបន្តិចស្ករត្នោតកូរវាឲ្យរលាយអស់ហើយរងចាំបន្តិចដាក់ម្សៅស៊ុបគ្រឿងផ្សំមានតែប៉ុណ្្នឹងឯងឈ្ងុយពេញផ្ទះហើយដឹងថាឆ្ងាញ់ហើយរសជាតិសាប្រៃគឺអាស្រ័យលើបងប្អូនហើយចំពោះ admin គឺភ្លក់រហូតអត់ដឹងដាក់មិនទេបើភ្លក់ហើយចាំមើលតែល្មមគឺបានហើយឥឡូវនេះឃើញថាលទ្ធផលគឺបានហើយបើឆ្អិនឲ្យបងប្អូនអើយមើលពើងដួដាក់ចានមកបើឈ្ងុយពេញផ្ទះមកបងប្អូនអើយនិយាយថាពីបើជាតិមើលបាទទឹកសាឡូដែលដួសមកជាតិបាទជាពិសេសពើកង្កែបបងប្អូនអើយអូយបាទឆ្ងាញ់មែនទែនបាទដាក់បាយអស់3ចានមកញ៉ាំឡើងភ្លុកឆ្នាំងឲ្យ admin មកញ៉ាំតែឯងបាទនេះគឺជាស្នាដៃដំបូងរបស់ admin ដែលធ្វើកង្កែបណាំមុង